តោះអ្នកនឹងខ្ញុំទៅមើលនារីម្នាក់ដែលធ្លាក់ចូលពិភពសត្វហើយឃើញឆ្កែព្រៃកំពុងជិះពីលើសត្វកំប្រុកពេលឃើញបែបនេះនាងរៀបនឹងលួយរត់ទៅហើយតែបែរជាជន់លើមេឃឈើធ្វើឲ្យសត្វឆ្កែព្រៃនោះភ័យរត់បាត់ភ្លាមៗទៅវិញកំប្រុកដ៏កាយសាហាវនោះក៏ហៅកូនចៅវា4ក្បាលមកភ្លាមចំណែកឯនារីនោះត្រូវថយក្រោយយ៉ាងប្រុងប្រយ័ត្នទាំងដៃកំពុងក្រវីមេឃឈើទីបំផុតក្រោយពីសង្កេតមើលមួយសន្ទុះសត្វកំប្រុកផ្លាប់លោសែនទាំងនោះក៏ដឹងថា Win You ជាសត្វចម្លែកដែលមានកម្លាំងខ្សោយខ្លាំងពួកវាក៏បញ្ចេញចង្កុំដ៏មុតស្រួចរួចរៀបចំប៉ាត់ជុំវិញនាងហើយទស្សនវិជ្ជានេះត្រូវបានថតជាប់យ៉ាងច្បាស់ដោយកាមេរ៉ារបស់ក្រុមពិសេសដែលល្បាតនៅចិត្តនោះដែលធ្វើឲ្យអ្នកនៅខាងបន្ទប់ទ្រូពីនៅស្រឡាំងកាំងគ្រប់គ្នាជាពិសេសគឺមេបញ្ជាការដ៏សង្ហាសាច់គ្រាលសុងហឺឈីងគេលូតឡើងដោយក្តីរន្ធត់មិនក៏មានមនុស្សស្រីនៅក្នុងព្រៃនេះទៅវិញមនុស្សស្រីមិនដែលលេចមុខនៅលើភពយូរយ៉ាងរបាញ់ហ៊ានទេប្រញាប់ទៅសង្គ្រោះនាងភ្លាមពីលូតាក់នេះសមាជិកក្រុមអិនត្រីពតនោខ្មៅដ៏កាច់សាហាវដឹកញើសបានហោះស្លេវទៅរកវិនយូភ្លាមធ្វើឲ្យនាងថៃចង់លួពើលឹងនាងប្រឹងក្តាប់ដៃយ៉ាងតឹងហើយស្រាប់តែឆាក់មេឃឈើទម្លុះតួខ្លួនកំប្រុកនោះតែម្ដងក្រុមពិសេសមើលទៅពិតជាវង្វេងវង្វាន់ខ្លាំងណាស់ក្រោយពីក្រឡេកមើលសត្វកំប្រុកដែលបែកកណ្ដាលបានងាប់លើរងរបួសទៅហាងនោះពួកគេក៏ប្រញាប់ចាត់ការអាមួយដែលកំពុងញ័រឬក៏ប្រែជាមនុស្សប្រងគ្នានៅមុខវិនយូតែម្ដងទាំង10ញាក់ស្លៀកឯកសណ្ឋានយោធាដ៏សង្ហាមានរាងខ្ពស់និងជើងវែងទម្រង់មុខរបស់ពួកគេមុតស្រួចដូចចម្លាក់លោកខាងលិចប្រធានក្រុមឃីនីបានបោះជំហានទាំងមុខលុតជង្គង់មកខាងនិងធ្វើការគោរពតាមស្តង់ដាររាជវង្សយ៉ាងសង្ហានារីដ៏ស្រស់ស្អាតយាងខៀមសំទោដែលធ្វើឲ្យនាងភ័យចាប់ពីពេលនេះទៅក្រុមពិសេសរបស់កងវរសេនាតូឆ្លួបយករាជវង្សនិងតាមការពារនាងរហូតសមាជិកក្រុមពីក្រោយក៏លុតជង្គង់មកខាងព្រំគ្នាដែរកាយវិការដ៏គោរពនេះធ្វើឲ្យវិនយូសង្ស័យថានាងប្រហែលជាមិនមែនមកទីនេះជាមួយនឹងរាងកាយទេតែប្រលឹងចូលក្នុងខ្លួនមន្ត្រីជាន់ខ្ពស់ណាម្នាក់ដំណឹងលកគឺនាងទៅតែអានរឿងប្រឡំលោកពិភពសត្វចប់ហើយនាងដឹងថារឿងនេះកើតឡើងដោយសារតែនាងជានារីដ៏កម្របំផុតត្រង់នេះអ្នកនឹងខៀងត្រូវតែចាប់អារម្មណ៍ហើយព្រោះពិភពនេះមិនដូចក្នុងរឿងដែលនាងបានអាននោះទេនាងស្ដាប់ពាក្យសត្វឥន្ទ្រីនេះមិនយល់សំបីមួយម៉ាត់ស្រាប់តែពេលនោះវិញមានអារម្មណ៍ថាមានទឹកហូរចូលមកលើថ្ពាល់របស់នាងហើយនាងរៀបនឹងលើកដៃជូតស្រាប់តែឃីនីទៀងកន្សែងសុទ្ធជាងពីហៅពោះអោរបស់គេយ៉ាងញាប់ញ័ររួចហត់ឲ្យនាងដៃទាំងពីរប្រសិនបើនាងព្រមប្រើកន្សែងនេះខឹងពិតជាមានកិត្តិយសណាស់ When you នៅតែស្ដាប់មិនយល់តែនាងដឹងថាគឺចង់ឲ្យនាងប្រើវានាងក៏យកកន្សែងនោះមកជូបឈាមដែលប្រឡាក់លើមុខនាងកន្សែងដ៏ទន់នោះមានក្លិនផ្កាស្រាលស្រស់ស្រាយណាស់ជាការពិតណាស់វាមិនមានធុងសម្រាមនៅក្នុងព្រៃនេះទេហើយវិនយូក៏មិនអាចបោះចោលកន្សែងគេដែរនាងចង់ទុកវាក្នុងហៅប៉ៅសិនរួចចាំបោកឲ្យស្អាតសងគេវិញពេលមានឱកាសតែបុរសសង្ហាសក់មាននោះនៅតែលឹតជង្គង់លាតដៃរបស់គេហើយសម្លឹងមួយនាងយ៉ាងរំពឹងទុកជាមួយភ្នែកពណ៌មាសដ៏ស្រស់ស្អាតនោះវិនយូជាយាមគិតតាមបែបពិភពសត្វដែលស្ដៃជាធំក៏សាក់លបងដាក់កន្សែងប្រឡាក់ឈាមនោះទៅលើដៃគេបុរសនោះពិតជាសប្បាយចិត្តខ្លាំងណាស់គេបត់លាយ៉ាងប្រុងប្រយ័ត្នរួចទុកវាយ៉ាងមានតម្លៃនេះធ្វើឲ្យវិនយូដែលមិនធ្លាប់មានសង្សារពីមុនណោមានអារម្មណ៍អ៊ីនបន្តិចនាងក៏អស់តិចរួចប្រែកាយវិការនឹងពាក្យសម្ដីថាសួស្ដីខ្ញុំឈ្មោះវិនយូអាចជួយនាំខ្ញុំចេញពីព្រៃនេះបានទេឃីនីក៏ស្ដាប់ភាសារបស់វិនយូមិនយល់ដែរភាពវង្វេងបានលេចឡើងក្នុងភ្នែកមាសរបស់គេតែរឿងសំខាន់បំផុតគឺត្រូវនាំនារីរូបនេះទៅពិនិត្យរាងកាយឲ្យបានពេញលេញដើម្បីប្រាកដថានាងមិនមានរបួសខាងក្នុងទឹកមុខគេប្រែចំមឹងម៉ាត់នារីដ៏ស្រស់ស្ងាត់នាងមានរបួសហើយដើម្បីសុវត្ថិភាពសូមនាងមេត្តាទៅមន្ទីរពេទ្យសាធារណៈកណ្ដាលជាមួយខ្ញុំបានទេឃីនីធ្វើការវិការអញ្ជើញរួចក៏ប្រែជាសត្វភ្លាមហើយក្រាបយ៉ាងបន្ទាបខ្លួននៅចំពោះមុខវិនយូជាសញ្ញាប្រាប់ឲ្យនាងអង្គុយលើខ្នងដ៏ធំរបស់គេពេលឃើញបុរសខ្ពស់សក់មាសប្រែជាឥន្ទ្រីដ៏ធំបែបនេះហើយអញ្ជើញនាងអីជីវិនយូពិតជាអៀនខាងណាស់តែពេលនេះគ្មានមធ្យោបាយធ្វើដំណើរណាផ្សេងល្អជាងនេះទេតែពេលនាងកំពុងតែឈានជើងជន់ស្លាប់ឃីនីរៀបនឹងឡើងទៅហើយស្រាប់តែមានសំឡេងយំមួយទៀតបន្លឺឡើងទៅលើមេឃសត្វក្រៀលពណ៌សក្បាលក្រហមបានចតយ៉ាងទន់ភ្លន់ហើយប្រែជាមនុស្សភ្លាមឯកសណ្ឋានយោធាពណ៌សដ៏ស្រស់ស្អាតបានធ្វើឲ្យរាងដ៏ខ្ពស់សង្ហារបស់គេកាន់តែលេចធ្លោឥឡូវអ្នកនឹងឃ្លាមច្បាស់ជាកាំងដូចគ្នាស្បែកសស្លេកភ្នែកមុតស្រួយរបស់គេបានធ្វើឲ្យវិនយូលងស្នេហ៍ភ្លាមនឹងភាពសង្ហាដ៏កក្រៅនេះរូបរាងរបស់សត្វក្រៀលនេះអានិយាយបានថាសង្ហាទាក់ទាញខ្លាំងថែមទាំងមានក្លិនអៃដូចជាទេវតាទៀតផង
ពិតជាងងុយទៀកទៀងមែនតែនមើលទៅក្លិនអាយវ៉ាកែគេច្បាស់ជាមានឋានៈខ្ពង់ពោះជាងបរិស័កមាសនៅតែដៀភ្លាមនោះបរិស័កមាសដ៏សង្ហានិងក្មេងប្រុសឥន្ទ្រីទាំងពីរនាក់ក៏ភ្ញាក់ខ្លួនព្រឺតពួកគេលុតជង្គង់ព្រមគ្នានៅមុខសត្វក្រៀលក្បាលក្រហមនោះវិញយូស្រាប់តែនឹកខាញ់កំណត់ខូចមួយថាតើនាងអាចជីសត្វក្រៀលដ៏សង្ហានេះបានទេដូច្នេះនាងក៏សាឡបងក្រវីដៃសួរថាសួស្ដីលោកសត្វក្រៀលក្បាលក្រហមនេះច្បាស់ជាឆ្លាតណាស់គេមានការភៀនច្រឡំតែ1វិនាទីប៉ុណ្ណោះរួចក៏ធ្វើតាមមីងយូសំឡេងដ៏ច្បាស់របស់គេស្ដាប់ទៅរៀងអៀនបន្តិចសួស្ដីលោកវិញយូមិនដឹងថាត្រូវយំឬសើចទេនាងចង្អុលទៅគេរួចចង្អុលមកខ្លួនឯងថាអ្នកគឺជាមន្ត្រីខ្ញុំគឺវិញយូអញ្ចឹងតើអ្នកនឹងខ្ញុំគិតថារឿងនេះនឹងទៅជាយ៉ាងណាទៀតតោះយើងមកតាមដានរឿងនេះទៅអស់គ្នាវិញយូគិតថាងាយតែសុងហឺឈីងពេលនេះកំពុងវង្វេងស្មារតីបាត់ទៅហើយKinel បានរាយការណ៍ពីការរកឃើញមនុស្សស្រីម្នាក់នៅក្នុងព្រៃជ្រៅដំបូងគាត់មិនជឿទាល់តែសោះព្រោះតាំងពីបុរាណកាលមកដល់បច្ចុប្បន្នភពជាយ៉ាងរបស់ពួកគេមិនដែលធ្លាប់មានមនុស្សស្រីលេចមុខឡើយព័ត៌មានដ៏ស្ទុះស្តាងអំពីលក្ខណៈរបស់មនុស្សស្រីគឺបន្សល់ទុកដោយពួកមនុស្សភពកែប៉ុណ្ណោះពេលនេះគាត់ស្ទើរតែមិនជឿភ្នែកខ្លួនឯងថាមនុស្សស្រីដ៏ស្រស់ស្អាតនិងទន់ភ្លន់ម្នាក់កំពុងឈរនៅចំពីមុខគាត់ពិតមែននេះមករស់សំឡេងដ៏ផ្អែមល្ហែមរបស់នាងធ្វើឲ្យគាត់មានអារម្មណ៍ថាមិនស័ក្តិសមរាល់ពាក្យពេចន៍ដែលនាងនិយាយគឺមានចង្វាក់យ៉ាងពីរោះវាច្បាស់ជាមកពីអរិយធម៌បុរាណដ៏អាចកំបាំងណាមួយសង្ហឺឈៀងខំប្រមូលអារម្មណ៍ហើយព្យាយាមយល់ពីកាយវិការរបស់វិនយូគាត់បានប្រើភៀងពីភាសាជួយយ៉ាមួយចំនួនដើម្បីផ្សំចិនជាឈ្មោះរបស់វិនយូមុនពេលនាងនិយាយចប់មុខដ៏សង្ហារបស់គាត់ចាប់ផ្ដើមឡើងក្រហមព្រឿងស្នាមក្រហមនេះមើលទៅកាន់តែច្បាស់នៅលើស្បែកសស្លេករបស់គាត់ទ្រង់ការបញ្ចេញសំឡេងនៃពាក្យទាំងពីរនេះនៅក្នុងភាសាជួយមានន័យថាកណ្ដាប់ទ្រាប់វាមិនមែនជារបស់មានតម្លៃធម្មតាទេតែវាជាឈ្មោះហៅក្រៅសម្រាប់មនុស្សដែលអ្នកស្រឡាញ់ថ្នាក់ថ្នមហេតុអ្វីបានជាគាត់មុខក្រហមឈ្មោះខ្ញុំពិបាកហៅម្ល៉េះវិនយូពិតជាវង្វេងមែនតែនប៉ុន្តែនាងក៏បានលើកមេដាយយល់ព្រមអូខេអ្នកទាំងអស់គ្នាអាចហៅខ្ញុំចឹងបាននៅទីនេះมันមានសុវត្ថិភាពទេនាងផ្អាកការនិយាយពាក្យកណាល់ទីនាងធ្លាប់តែនិយាយធម្មតារហូតភ្លេចថាយើងមិននិយាយភាសាដូចគ្នានៅក្នុងកន្លែងដ៏ចម្លែកនេះវាពិតជាឈឺក្បាលណាស់ដូច្នេះវិនយូក៏លាតដៃធ្វើកាយវិការបោកស្លាបរួចចង្គល់ទៅលើមេឃដើម្បីបង្ហាញថានាងចង់ចាកចេញពីព្រៃនេះមុនសង្ហឺឈីងងក់ក្បាលរួចដើរទៅជិតនាងហើយអង្គុយចោយ៉ាងទន់ភ្លន់រោមរបស់ខ្ញុំទន់ជាងខីនេវទៅទៀតសង្ឃឹមថានាងមិនប្រកាន់ចុះវិនយូចាប់ផ្ដើមលោតញាប់ញ័រត្រង់នេះហើយដែលយើងត្រូវមើលឲ្យច្បាស់តើគាត់ចង់ឲ្យនាងជីក្នុងមែនទេទោះជានាងនៅមានអារម្មណ៍អៀនខ្មាស់ខំចិត្តក៏ដោយប៉ុន្តែវ៉ាន់យូជាក្មេងស្រីដែលចូលចិត្តអានរឿងណានាងធ្លាប់សម័យពីរឿងព្រៃផ្សាយជាងនេះទៅទៀតការបានជីក្នុងបុរសសង្ហាម្នាក់វាមិនខាត់បងអ្វីសម្រាប់នាងឡើយដូច្នេះនាងក៏អោនផ្អាងលើខ្នងដ៏រឹងមាំរបស់គាត់ហើយអបគាត់យ៉ាងស្អាតនៅជួបគ្នាបែបនេះខ្នងដៃរបស់នេះបានប៉ះដល់ចៃដន្យទៅនឹងបំពង់កបុរសវ័យក្មេងនេះនាងមានអារម្មណ៍ច្បាស់ថាឆ្អឹងកញ្ចៃនោះរំកិលឆក់ឡើងបន្ទាប់មកវិនយូក៏មានអារម្មណ៍ថាផ្លូវរបស់នាងត្រូវបានលើកឡើងបន្តិចមុខរបស់នាងឡើងក្រហមងាំងភ្លាមតែម្ដងតាំងពីតូចមកនាងមិនដែលសំបីតែកាន់ដៃមនុស្សប្រុសផងគុំថាឡើយបាននៅជិតស្និទ្ធគ្នាក្នុងកាយវិការបែបនេះប៉ុន្តែភាពអៀនខ្មាស់របស់នាងមិនបានយូរទេភ្លាមបន្ទាប់ពីសុងហឺឈីងលើកនាងឡើងគាត់បានប្រែទៅជារូបរាងពិតរបស់កុមារគាត់បានរំលឹកនាងយ៉ាងយកចិត្តទុកដាក់ថាសូមតង់ឲ្យជាប់យ៉ាងរៀបនឹងហោះហើយសត្វក្រៀលពណ៌សដែលមានរោមពណ៌ខ្មៅលាយបានហោះស្ទួស្លាំងទៅលើមេឃករបស់វាស្រឡូននិងស្រស់ស្អាតបំផុតមើលទៅពិតជាទាក់ទាញខ្លាំងណាស់ពេលហោះកាត់អាកាសខីនេះស្រាប់តែយល់ភ្លាមមេបញ្ជាការម្នាក់នេះពិតជាស័ក្តិសមនឹងតំណែងមែនរបៀបដែលគាត់ចាត់ចែងរឿងតូចតាចគឺស៊ីដាច់ពួកយើងដែលជាមនុស្សកម្រកម្រើតែម្ដងវិនយូកម្រធ្វើសកម្មភាពនៅទីខ្ពស់ណាស់នេះជាលើកទី1ហើយដែលនាងបានជិះសត្វក្រៀលហោះលើមេឃហើយវាមិនមានឧបករណ៍សុវត្ថិភាពអ្វីទាល់តែសោះពេលសម្លឹងចុះពីកម្ពស់រាប់ពាន់ម៉ែត្រសូម្បីតែអ្នកដែលមិនខ្លាចទីខ្ពស់ក៏ច្បាស់ជាភ័យញាប់ញ័រដែរដូច្នេះនាងក៏អបក៏សត្វក្រៀលនោះយ៉ាងតឹងដោយដឹងថាមនុស្សស្រីតូចតាចលើខ្នងកំពុងភ័យខ្លាចសុងហឺឈីងក៏បន្ថយល្បឿនហោះហើររបស់គាត់រូបរាងដ៏ស្រាលនិងអ្នកទាំងអស់គ្នាយល់អារម្មណ៍នេះទេខ្យល់ត្រជាក់បក់ប៉ះមកនាងខណៈដែលខីណែលដឹកនាំទ័ពវរជនហោះតាមពីក្រោយយ៉ាងលឿនពួកយើងមកបង្កើតជាទម្រង់អក្សរ V បញ្ចាស់ដើម្បីការពារវិនយូនៅចំកណ្ដាលយកមិញវិនយូទើបតែខំអានចំណេះដឹងពីពិភពសត្វដូច្នេះនាងក៏ឆាប់ជួលតួជាតួឯកហើយសម្របខ្លួនទៅនឹងអត្តសញ្ញាណអ្នកឆងភពពេលគេដល់ចំណុចនេះវិនយូក៏មានភាពក្លាហានគ្រប់គ្រាន់ក្នុងការរីករាយជាមួយការហោះហើរនេះនរណាដឹងថានាងនឹងបានត្រឡប់ទៅផែនដីវិញនៅពេលណានាងនឹងមិនងាយរកបានបទពិសោធន៍រំភើបបែបនេះទេទោះបីជាខំស្វែងរកក៏ដោយ
វិនយូបានកាត់សម្គាល់ឃើញរឿងនេះតាំងពីមុនមកម្ល៉េះ នៅពេលដែលមន្ត្រីសត្វគ្រាក្បាលក្រហមនេះស្ថិតក្នុងទម្រង់ជាមនុស្សសម្លៀកបំពាក់ពណ៌សរបស់គាត់គឺផ្លូវការណាស់សូម្បីតែពាក់អាវផ្លូវការបែបនេះក៏ដោយ ត្រចៀកស្ដាំដ៏សរបស់គាត់បែរជាមានពាក់ក្រវិលរៀងដោយស្លាប់សត្វទៅវិញវាចាំងពន្លឺពណ៌លោហៈយ៉ាងស្រស់ស្អាតនៅក្រោមពន្លឺព្រះអាទិត្យធ្វើឲ្យភាពត្រជាក់ល្ហឹមរបស់គាត់ថយចុះវ៉ាក៏ជួយធ្វើឲ្យទម្រង់មុខរបស់បរិសនេះមើលទៅកាន់តែតាក់ទាញផែមទៀតឥឡូវនេះនៅពេលដែលគាត់បានប្រែជាសត្វគ្រាវិញក្រវិលនោះនៅតែជាប់នៅចំហៀងក្បាលរបស់គាត់ដដែលវាមើលទៅស្រស់ស្អាតដូចជាស្នាដៃសិល្បៈដែលឆ្លាក់ដោយជាងជំនាញអញ្ចឹងវិញយូចាប់ផ្ដើមធុញនឹងការមើលទេសភាពហើយដូច្នេះនាងក៏អូបគាត់រំកិលទៅមុខបន្តិចហើយលូកដៃទៅប៉ាក្រវិលដែលភ្ជួរពីខ្សែប្រាក់នោះវាហាក់ដូចជាដឹងពីការស្ទាបអង្អាររបស់នាងខ្សែប្រាក់នោះក៏បញ្ចេញពន្លឺពណ៌ខៀវយ៉ាងភ្លឺចាំងចាំងគុំសួរថាហេតុអ្វីបានជាវិនយូហ៊ានធ្វើរកពីខ្ពស់ឆុងដាក់គាត់ពេលនេះនាងកំពុងតែចម្រុះខ្លួនក្នុងតួអង្គនារីអភិជនបាត់ទៅហើយការអានប្រឡូមលោកច្រើនធ្វើឲ្យនាងមានអារម្មណ៍ថារៀងកំប្លែងតែវាពិតជាពេញចិត្តណាស់ពេលនេះនាងពិតជាកំពុងរីករាយនឹងជីវិតនេះមែនតើគ្រាន់តែគិតថាតាមសាច់រឿងនាងនឹងទទួលបន្វីមានដ៏ប្រណិតនិងបុរសសង្ហាមកបំរាគឺគ្រប់គ្រាន់ធ្វើឲ្យនាងរំភើបស្ទើរកាំងបេះដូងទៅហើយកុំតនិយាយពីសត្វគ្រាដ៏សង្ហានេះអីសូម្បីតែបរិសគ្រប់គ្នានៅក្នុងក្រុមឥន្ទ្រីក៏មានមុខមាត់ល្អឥតខ្ចោះដូចជាតុក្កតា 3D អញ្ចឹងដែរវិនយូត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចង់បរិសសង្ហាទាំងនេះហើយស្របពេលជាមួយគ្នានោះសុងហឺឈីងដែលកំពុងត្រូវបាត់ដៃទុយសោះស្អាតរបស់នាងស្ទាបត្រចៀកគឺកំពុងតែមានអារម្មណ៍ថាមិនស្រួលខ្លួនតតែសោះมันមានមនុស្សស្រីនៅលើភពជីមីនីនោះទេមិនមែនមានតែសុងហឺឈីងទេសូម្បីតែបរិសផ្សេងទៀតនៅទីនេះក៏មិនធ្លាប់មានបទពិសោធន៍ស្និទ្ធស្នាលជាមួយមនុស្សស្ទួយភេទដែរការរៀបរាប់ពីលក្ខណៈមនុស្សស្រីនៅក្នុងសៀវភៅគឺស្រពេចស្រពិលខ្លាំងណាស់តូចហើយទន់គាត់ដឹងថាវាជាពាក្យដ៏ពីរោះប៉ុន្តែគាត់មិនដែលស្រមៃចេញជារូបភាពពេញលេញនៅក្នុងក្បាលតតែសោះរហូតមកដល់វិនាទីនេះភាពទន់ភ្លន់ចូលអ្នកនឹងខ្ញុំគិតយ៉ាងណាដែរការស្ទាបអង្អែវនេះចាតែបន្តដែលធ្វើឲ្យបែកដងបុរៈនេះលោតខកចង្វាក់ហើយក្លិនក្រអូបស្រាលៗរបស់នារីតូចនេះធ្វើឲ្យគេព្រឺសម្បូរចូលដល់សរសៃឈាមនិងបេះដូងលោតញាប់នេះគឺលើសពីការរំញួយផ្លូវកាយទៅទៀតតាមដានជាមួយខ្ញុំគេជាបុរសដំបងគេបំផុតនៅលើភពឈួរយ៉ាងដែលបាននៅក្បែរនារីបែបនេះជាងហោះហែនេះនឹងក្លាយជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតរបស់គេត្រកូល Red Crown Crane គឺពិតជាពូកែខាងប្រៅពាក្យសម្ដីខ្លាំងណាស់គ្មានអ្នកណាអាចប្រៀបជាមួយទាបកសភាសារបស់ពួកគេទេសងហេខឹងព្យាយាមនិយាយជាមួយនាងចាប់អារម្មណ៍ Optical Brain របស់ខ្ញុំមែនទេ Optical Brain របស់គេគឺជាក្រវិលត្រចៀកនោះឯងភពសយ៉ាងមានបច្ចេកវិទ្យាទំនើបខ្លាំងណាស់អ្នកផលិតជំនាញអាចបង្កើត Optical Brain ជារូបរាងអ្វីក៏បានហើយវាអាចពង្រឹងសមត្ថភាពរាងកាយទៀតផងឧបករណ៍របស់សង្ហៃឈីងគឺជាបង្កើនធម៌ពលការស្ដាប់យ៉ាងខ្លាំងបរិសតកូលគ្រាលនេះមានសម្លេងពីរោះស្រទន់និងត្រជាក់ស្រួលស្ដាប់ដោយសារតែនាងមិនយល់ថាគេកំពុងនិយាយពីអ្វីមិនយល់គិតថាសម្លេងគេដូចកំពុងច្រៀងស្ដាប់ទៅពិតជារំសាយអារម្មណ៍ណាស់ដើម្បីជាការគួរសមនាងក៏ចាប់ផ្ដើមនិយាយលេងជាមួយគេតើលោកទិញក្រវិលនេះនៅឯណាម៉ូដវាពិតជាលយណាស់អ្នកនាងវិនយូឃីមគឺសងហេខេងជាមេបញ្ជាការមូលដ្ឋានយោធាទី1នៃភពជូយ៉ាងនិងកងអង្គាតការហ្លួងហៅឃីមថាឆៅសុងក៏បានវិនយូគិតមួយផ្លេតរត់នីអ៊ីថាលោកតើឲ្យយើងកំពុងតាណេតយូបណ្ណាទៅដល់គោលដៅភពសួរយ៉ាងស្ថិតនៅគន្លងទី9នៃ Galaxy Blue River ហើយវាគឺជាទីតាំងដែលអភិវឌ្ឍនឹងគួរឲ្យចង់រស់នៅបំផុតសង្ឃឹមថាអ្នកនឹងមានអារម្មណ៍ដូចនៅផ្ទះទីនេះពួកគេនិយាយសន្ទនាគ្នាទាំងមិនយល់សាច់រឿងពេញមួយផ្លូវគេដឹងថានាងមិនយល់ភាសាភពនេះទេតែគេនៅតែបន្តនិយាយនឹកស្មានមិនដល់ថាសងហូខឹងវិនបានណូវិនយូទៅមន្ទីរពេទ្យសាធារណៈទេតែបែរជានាំនាងត្រឡប់ទៅមូលដ្ឋានយោធាវិញក្នុងនាមជាអគ្គមេបញ្ជាការកំពូលគេគិតវែងឆ្ងាយជាងគ្នាទៅទៀតការលេចមុខនារីលើភពដែលសម្បូរតែបុរសនេះបើដំណឹងបែកធ្លាយជឹកត្រូវតាមដានឲ្យច្បាស់កន្លែងនេះភាពវឹកវរដ៏ធំនឹងផ្ទុះឡើងគ្មាននរណាហ៊ានធានាទេថាពួកភ្នាក់ងារសម្ងាត់និងភេរីវករក្រៅភពមិនឆ្លៀតឱកាសបង្ករឿងនោះប្រៀបធៀបនឹងមន្ទីរពេទ្យសាធារណៈដែលមានមនុស្សច្រើននិងភ្នែកច្រើនពេកមូលដ្ឋានយោធាគឺពិតជាមានសុវត្ថិភាពជាឆ្ងាយក្នុងអំឡុងពេលជជែកគ្នាលេងពេញមួយផ្លូវខួរក្បាលនិង Optical Brain របស់សុងហេឈីងដំណើរការយ៉ាងពេញទំហឹងរហូតរៀបចំប្រព័ន្ធភាសារបស់វិនយូបានសម្រេចមុនពេលចុះចតគេได้សំបីតារៀនបានឃ្លាប្រចាំឃ្លាខ្លះៗគេបានអង្គុយចុះដើម្បីដាក់នាងចុះហើយកម្ដៅដកផ្អែមល្ហាងអារម្មណ៍ទន់លើខ្នងបានបាត់បង់គេស្រាប់តែមានអារម្មណ៍ថាទទេស្អាតគ្មានហេតុផលនារីតូចនេះគឺស្រាវខ្លាំងណាស់
តាមពិតគេអាចស្ពាយនាងចូលមូលដ្ឋានយោធាបានយ៉ាងងាយស្រួល តែនាងទទួលចង់ដើរដោយខ្លួនឯងដូច្នេះគេក៏មិនបង្ខំគេបានអោនកបាលនិងធ្វើកាយវិការអញ្ជើញឲ្យនាងដើរមុន នារីដ៏ស្រស់ស្អាតសូមអញ្ជើញមកតាមខ្ញុំគេនិយាយប្រយោគនេះជាភាសាចិនយ៉ាងស្ទាស់វាពិតជាធ្វើឲ្យវិនយូភ្ញាក់យ៉ាងខ្លាំងអ្នករៀននិយាយភាសាខ្ញុំបានលឿនយ៉ាងនេះមិនមែនមកពីនាងភ្ញាក់ហួសហេតុពេកទេ នាងរៀនអង់គ្លេសច្រើនឆ្នាំតែនៅនិយាយមិនបានល្អផងឯបរិបបាក់សៃនេះប្រើពេលម្ដងមួយមកចេះបាត់តែនាងមិនដឹងទេថាប្រយោគមួយនេះត្រូវបានសងហេគីងហាត់និយាយរាប់រយដងតាមភ្លឺទើបអាចនិយាយបានប៉ុណ្ណឹងប្រឈមមុខនឹងសំណួរដ៏ភ្ញាក់ផ្អើលរបស់នាងគេងើបចិញ្ចាមហើយគិតយ៉ាងយូរមុននឹងឆ្លើយយ៉ាងម៉ឺងម៉ាត់ថាពួកញាក់មានពាក្យលួយឃ្លាបាក់សៃល្ងងហៅថតមុនគេញាក់ឃើញណែថាគេគួរឲ្យស្រឡាញ់ណាវិញយោសយនឹងទម្រង់មុខមើងម៉ាត់នោះរួចក៏និយាយកាយតម្រូវសំឡេងវិញថានេះជាពាក្យចាស់ សត្វស្លាប់ល្ងងហាមុនតែលោកមិនល្ងងតតែសោះលោករៀនចាប់ចេះលៀនយ៉ាងនេះ លោកគឺជាទេពកោសលពិតៗស្អីគេសង្ហេគីងត្រូវការពេលដើម្បីបកស្រាយព័ត៌មាននេះដែរសម្រាប់ពាក្យពិបាកខ្លះគេអាចទាយដឹងត្រឹមថាវាជាការសរសើរឬការរិះគន់តាមរយៈសំឡេងរបស់នាងប៉ុណ្ណោះពាក្យមួយនេះប្រហែលជាកំពុងសរសើរគេហើយមែនទេគេសួរដោយប្រុងប្រយ័ត្នដោយមានពោពេញដោយភាពចង់ដឹងចង់ឃើញតែគេក៏ព្រួយបារម្ភថាការសួរច្រើនពេកអាចធ្វើឲ្យគេមើលទៅល្ងងខ្លៅឬធ្វើឲ្យនាងធុញថប់វិនយូសម្លឹងមើលកែវភ្នែកតគួរឲ្យស្រឡាញ់និងភាពទន់ភ្លន់របស់គេឃើញបបួមាត់នោះបេះដូងនាងរលីភ្លីងវាប្រៀបដូចជាសឺស្បងដ៏សង្ហាបំផុតของសាលាធ្វើមុខគួរឲ្យស្រឡាំងតែងឿងឆ្ងល់ហើយសួរយ៉ាងម៉ឺងម៉ាត់អំពីចំណងសក់ថាគួរចង់2ឬ3ជុំជើងវិនយូស្ទើរតែចង់បង្រៀនគេភ្លាមអូមិនមែនទេអារម្មណ៍ចង់បង្រៀនបរិសង្ហាម្នាក់នេះគឺកំពុងពុះកញ្ជ្រួលតាំងអដងពេលមកដល់មូលដ្ឋានយោធាវិញសង្ហៃខៀងបានបញ្ជាភ្លាមឲ្យបិទព័ត៌មានពីការរកឃើញនារីម្នាក់នៅក្នុងព្រៃបុរាណហើយគេផ្ទាល់បានផ្ញើលិខិតសម្ងាត់ទៅកាន់ព្រះចៅអធិរាជដើម្បីរាយការណ៍ពីរឿងនេះក្រែពីដឹងថាក៏អង្កេតការដែលលបាតាមព្រំដែនបាននាំយោស័ក្តិដែលសង្ស័យថាជានារីម្នាក់ត្រឡប់មកវិញមេបញ្ជាការនៃមូលដ្ឋានយោធាទី1គឺឧត្តមនាវីអេកណៃតបានចាត់ទុករឿងនេះថាសំខាន់បំផុតក៏ថែមទាំងបោះបង់ចោលការហ្វឹកហាត់ទីហ៊ានថ្មីហើយប្រញាប់ប្រញាល់ទៅកាន់ផ្នែកវិទ្យាសាស្ត្ររបស់មូលដ្ឋានភ្លាមតាមរយៈការវិភាគនិងប្រៀបធៀបសែនញាក់ដែលមេបញ្ជាការបាននាំមកនោះពិតជានារីមែនគ្រូពេទ្យដែលល្បីល្បាញនិងចាវសាបំផុតបានបង្ហាញរបាយការណ៍ពិនិត្យលើអេក្រង់គាត់មានស្នាមញញឹមដ៏កក់ក្ដៅនៅលើទម្រង់មុខដ៏ចំណាស់របស់គាត់ព័ត៌មានល្អនោះគឺនារីទូចដ៏ស្រស់ស្អាតនេះមិនមានរបួសធ្ងន់ធ្ងរទេនាងគ្រាន់តែមានស្នាមឆ្កួតបន្តិចបន្តួចប៉ុណ្ណោះលាបថ្នាំខ្លះនិងសម្រាប់2ម៉ោងទៅនាងនឹងមិនអីទេសង់ហេកឈីងសម្លឹងមុខទាំងមិនពេញចិត្តភ្លាមដំណឹងល្អអីគេនាងរបួសហើយកំពុងហត់នឿយភ្លឺចិត្តទៀតរាងកាយនាងខុសពីយើងអាចឆ្លងរោគឃើញទេគ្រប់កញ្ញាគេចាប់ផ្ដើមបារម្ភគេស្ងាត់មួយផ្លែតម្រាមដៃស្លេស្លាំងរបស់គេកំពុងតែកោសលើតុលោកវិជ្ជបណ្ឌិតអ៊ូហ្គើខ្ញុំមិនចង់ឃើញតោះមិនយើងមកមើលសាច់រឿងនេះទាំងអស់គ្នាអាជីពរបស់អ្នកធ្លាក់ចុះតាមអាយុទេលោកតាសក់ស្គោអ៊ូហ្គើក៏ពោពេញដោយការរអ៊ូរទាំគាត់មិននឹកស្មានថាអាចឃើញមនុស្សស្រីរស់ក្នុងមួយជីវិតនេះទេកុំថាឡើយមានសុខភាពល្អបែបនេះរស់រវើកនិងស្រស់ស្អាតទៀតនោះណែរីទូចគ្រាន់តែអង្គុយយ៉ាងស្ងៀមស្ងាត់មិនឆ្ងាយប៉ុន្មានទេបន្ទាប់ពីគ្រោះជំងឺទាំងមូលគឺពោពេញទៅដោយក្លិនក្រអូបដ៏ផ្អែមល្ហែមនិងទាក់ទាញប្រាប់ខ្ញុំមកមើលតើមានមនុស្សប្រណាដែលមិនសប្បាយចិត្តណោះសូម្បីតែឧត្តមនាវីអេកណៃតដែលទើបតែបញ្ញាប់ត្រឡប់ពីទីលានហ្វឹកហាត់ក៏មិនអាចគ្រប់គ្រងទឹកមុខបានល្អជាងខ្ញុំដែរយល់ទេវិនយូអង្គុយនៅលើសាឡុងស្បែកដ៏ទន់ល្មើយតក់នៅខាងមុខនាងគឺពោពេញទៅដោយអាហារសម្រន់ជាច្រើនមុខនំចំណីអាហារបំពន់និងភេសជ្ជៈពណ៌កម្លាំងដែលផ្ញើដោយគីលីនិកបិទថយកាយោធានាងបិទតយោកនម៉ត់ក្រេបទឹកផ្លែឈើយឺតយ៉ាងរំភើយគីលានុបដ្ឋាយកាយោធាដ៏ស្រស់សង្ហាពីរនាក់កំពុងឈរចាំទទួលបញ្ជាចំណែកសុងហឺឈីងមិននៅទីនេះទេវ៉ាន់យូបានត្រឡប់ទៅសភាពដែលមិនអាចតេតងគ្នាបានវិញនៅខាងបន្ទប់ពិក្រដ៏ធំនេះនៅក្បាលតុដ៏វែងនោះមានបុរសម្នាក់ដ៏រឹងមាំកំពុងអង្គុយដែលមានមាឌធំដំបងគេមានស្នាមសន្លាក់ដ៏គួរឲ្យខ្លាចនៅភ្នែកខាងឆ្វេងដែលបន្ថែមភាពកាចសាហាវយ៉ាងខ្លាំងដល់មុខមាត់របស់គេប៉ុន្តែទោះបីជានៅក្រោមសម្ពាធដ៏គួរឲ្យភ័យខ្លាចបែបនេះក៏ដោយក៏សុងហឺឈីងដែលអង្គុយនៅកៅអីខាងចុងនោះនៅតែប្រតាក់ម្រាមដៃគ្នាលើតុដោយគ្មានភាពភ័យខ្លាចលើផ្ទៃមុខបបោមាត់ដ៏ស្រស់ស្អាតរបស់គេកំពុងស្ដីបន្ទោសក្រុមគ្រូពេទ្យទាំងមូលយ៉ាងចាស់ស្ដីត្រង់នេះហើយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបើសិនជានាងមិនបានឃើញផ្ទាល់ភ្នែកវិនយូច្បាស់ជាមិននឹកស្មានថាសុងហឺឈីងដ៏ទន់ភ្លន់ដោយសិស្សច្បងសុងហានៅក្បែរនាងនោះបែរជាតឹងរឹងការងារនិងមានអំណាចខ្លាំងបែបនេះទេគេពិតជាសុងហាគួរចង់គយគន់ណាពួកគេកំពុងនិយាយភាសាក្នុងស្រុក
វិញយូមិនយកសំបីមួយម៉ាត់តែមើលទៅទឹកមុខត្រជាក់របស់សុងហឺឈីងនាងចាប់ផ្ដើមសង្ស័យយ៉ាងខ្លាំងលើរាងកាយសិស្សនិស្សិតដ៏ទន់ខ្សោយរបស់នាងតើពួកគេរកឃើញជំងឺធ្ងន់ធ្ងរមែនទេជំងឺរបេងឬមហៃឬក៏ជំងឺបេះដូងដោយក៏សម្គាល់ឃើញការសម្លឹងដ៏ចង់ដាំងរបស់នារីតូចសុងហឺឈីងក៏លើកដៃឡើងសង្កាត់ចុះក្រោមអំណាចដ៏ត្រជាក់របស់មេបញ្ជាការខ្សឹបខ្សៀវក៏ឈប់ភ្លាមគេបានក្រោកឈរឡើងទាញសម្លៀកបំពាក់ឲ្យត្រង់បន្តិចបន្ទាប់មកដើរឆ្លងកាត់ហ្វូងមនុស្សហើយឈប់នៅពីមុខវិនយូអង្គក្បាលគ្រប់នាងកញ្ញាវិនយូអ្នកអាចហៅខ្ញុំបានគ្រប់ពេលប្រសិនបើត្រូវការអ្វីមួយតាអ្នកចង់ទៅបន្ទប់ដំឌីសម្រាប់មួយផ្លែទេត្រឹមតែមិនដល់កន្លះថ្ងៃផងសង្ហៅឈីងអាចប្រើប្រាស់យ៉ាងស្ទាត់ជំនាញភាសាចិនដើម្បីសន្ទនាជាមូលដ្ឋានជាមួយនាងវិនយូក៏ពឹងផ្តាក់លើគេដោយមិនដឹងខ្លួនព្រោះបរិបផ្សេងទៀតយឺតយ៉ាវជាងគេឆ្ងាយណាស់ក្នុងអំឡុងពេលនេះវិនយូក៏ព្យាយាមនិយាយជាមួយគ្រូពេទ្យនិងគិលានុបដ្ឋាយការផ្សេងទៀតប៉ុន្តែមុខរបស់ពួកគេមានតែភាពច្របូកច្របល់និងងឿងឆ្ងល់ឬក៏ពួកគេមកក្រហមហើយមិនដឹងថាត្រូវធ្វើយ៉ាងណាអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមូលដ្ឋានយោធាទាំងមូលតាំងពីមេដឹកនាំកំពូលរហូតដល់ទីហ៊ានសុទ្ធតែខ្ពស់នឹងសង្ហាត្រង់ភ្លឹងគួរឲ្យស្ញប់ស្ញែងនិងពោពេញដីថាមពលប៉ុន្តែក៏គួរសំខាន់នៅដែរពួកយើងទើបតែរត់យករត់ជីវិតកាត់ព្រៃដល់ជ្រៅឥឡូវនេះវិនយូបានស៊ីផឹកឆ្អែតហើយនាងពិធីហត់ខ្លាំងណាស់នាងងក់ក្បាលអរគុណគេឃីងគ្រាន់តែចង់គេងមួយផ្លែតដើមឡើយនាងគ្រាន់តែចង់គេងគួចខ្លួននៅលើសាឡុងបន្តិចប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយទីនេះគឺជាមូលដ្ឋានយោធាវាមិនមែនជាកន្លែងសម្រាប់មនុស្សស្រីទេសូម្បីតែទីហ៊ានក៏ត្រូវគេងចង្អៀតគ្នាក្នុងបន្ទប់តែមួយតើពួកគេទៅរកបន្ទប់ទំនេរសម្រាប់នាងឯណាតែនឹកស្មានមិនដល់សោះអ្នកទាំងអស់គ្នាមើលច្បាស់ណាបុរសដែលមានស្នាមសន្លាក់នៅកៅអីកណ្ដាលបានដើរមកជិតរាងកាយក្រោមអាវធំរបស់គេពោពេញដោយភាពព្រៃផ្សៃនិងភាពតាក់ទាញខ្លាំងទោះបីជាឧត្តមនាវីឯកណៃតាបានព្យាយាមសម្រួលសាច់ដុំមុខឲ្យមើលទៅទន់ភ្លន់យ៉ាងណាក្តីតែឯស្មារតីយោធាដែលឆ្លងកាត់សមរភូមិនិងស្នាមសន្លាក់លើចិញ្ចើមនៅតែធ្វើឲ្យគេមើលទៅកាត់សាហាវជាងសុងហឺឈីងឆ្ងាយណាស់ដោយដឹងថាវិនយូមិនមែនជានារីក្នុងស្រុកគេគ្រាន់តែអោនមុខបន្តិចដល់ក្តីគោរពរួចក៏ងក់ក្បាលបន្ទាប់មកគេនិយាយពីបីម៉ាត់ជាមួយសុងហឺឈីងកញ្ញាវិនយូនេះគឺឧត្តមនាវីឯកណៃជាមេដឹកនាំមូលដ្ឋានរបស់យើងគេចង់រៀបចំបន្ទប់របស់គេផ្ទាល់សម្រាប់ឲ្យអ្នកស្នាក់នៅតើអ្នកយល់ព្រមទទួលយកការផ្ដល់ជូននេះទេមុននេះសុងហឺឈីងបានបញ្ជាឲ្យគេសម្អាតបន្ទប់របស់ខ្លួនឯងយ៉ាងស្អាតតាំងពីយូរមកហើយរបស់របរប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានប្ដូរថ្មីទាំងអស់វិនយូអាចចូលស្នាក់នៅបានគ្រប់ពេលប៉ុន្តែបន្ទប់របស់គេពិតជាមិនអាចប្រៀបនឹងបន្ទប់របស់មេដឹកនាំបានឡើយដែលមានទំហំធំទូលាយនិងងាយស្រួលជាងបន្ទប់មេដឹកនាំមានទាំងបន្ទប់អានសៀវភៅនិងរៀនហាលវាពិតជាស័ក្តិសមសម្រាប់នារីរហ័សរហួននិងសកម្មដូចជានាងដូចនេះគេគិតហើយគិតទៀតក៏សម្រេចចិត្តធ្វើយោបល់នេះដោយសារតែការភ័លនិងប្រលំលោកហាមឃាត់ពិភពសត្វដែលនាងបានអានវិនយូពិតជាយល់ខុសពីអត្ថន័យនេះនាងគិតថាឧត្តមនាវីឯកកំពុងអញ្ជើញនាងឲ្យទៅរស់នៅជាមួយគេចាំសិនវាមិនត្រូវនឹងសាច់រឿងដើមទេមែនទេគ្មានគួរតែបានគូគងជាមួយសត្វឈ្មោលជាច្រើនដែលមានថ្លៃបណ្ណាការយ៉ាងក្រាស់ក្រែលតោវិនយូសម្លឹងមើលឧត្តមនាវីឯកណៃឡើងចុះគ្មានអ្នកណាអាចប្រកែកបានទេថាភាពរឹងមាំសាច់ដុំហាប់ណែននិងកែវភ្នែកពណ៌លឿងទុំដ៏មុតស្រួយបញ្ចេញនូវភាពទាក់ទាញរបស់បុរសពេញវ័យយ៉ាងខ្លាំងប៉ុន្តែបើប្រៀបធៀបទៅនាងចូលចិត្តរូបរាងដ៏ស្រស់សង្ហារបស់សង្ហាឈីងជាងគេតាំងតាត្រជាក់ស្រែបនិងរក្សាគម្លាតនៅចំពោះមុខអ្នកដទៃប៉ុន្តែគួរឲ្យស្រឡាញ់នឹងទុនភ្លុននៅពេលនៅតែពីរនាក់សង្ហាឈីងឃើញនាងកលូតភ្នែកនិងស្ងៀមស្ងាត់ក៏គិតថានាងមិនសប្បាយចិត្តនឹងលក្ខខណ្ឌរស់នៅដ៏អស្ចារ្យនេះគេក៏បញ្ញាប់សំទោសភ្លាមខ្ញុំពិតជាសំទោសណាស់កញ្ញាវិនយូដើម្បីធានាសុវត្ថិភាពវិញអ្នកប្រហែលជាត្រូវស្នាក់នៅទីនេះមួយរយៈសិនវិនយូមិនដឹងអ្វីទាំងអស់អំពីស្ថានភាពនៅលើភពជួយយ៉ាងនៅពេលនេះទេហើយនាងពិតជាមានការភ័ន្តច្រឡំបន្តិចទោះបីជាមានបុរសច្រើនជាងស្ត្រីនៅទីនេះក៏ដោយក៏មិនចាំបាច់ត្រូវការពីមនុស្សស្រីហួសហេតុពេកដល់ថ្នាក់នេះដែរជឿខ្ញុំទៅរឿងរ៉ាវមិនទាន់ចាប់ត្រឹមនេះទេនេះគឺជាមូលដ្ឋានយោធាលេខ1ដែលមានសុវត្ថិភាពបំផុតរបស់ចក្រភពបើមើលទៅតាមទំហំរបស់វាតោះពួកយើងមកតាមដានសាច់រឿងនេះទាំងអស់គ្នាមានកងទ័ពយ៉ាងហោចណាស់1លានអ្នកឈរជើងនៅទីនេះសូម្បីតែសត្វរួយក៏ហើយឈរមិនរួយដែរបើនាងស្នាក់នៅទីនេះតែគុណវិបត្តិក៏ច្បាស់ណាស់ដែរវាស្ថិតនៅតំបន់ព្រំដែនដែលមានច្បាប់តឹងរឹងបំផុតរដ្ឋអត្ថប្រយោជន៍ដែលនារីនៅខាងក្រៅទទួលបានវិនយូគឺមិនទទួលបានសូម្បីតែបន្តិចពិភពសត្វដែលវិនយូឆ្លងភពមកនេះវាមិនមែនគ្រាន់តែខុសគ្នាតិចតួចពីរឿងប្រឡំលោកដែលនាងធ្លាប់អាននោះទេគឺវាខុសឆ្លាស់តែម្ដងដែលសារគ្មានសាច់រឿងត្រឹកដាតាមនាងក៏មិនដឹងថានឹងអាចត្រឡប់ទៅផែនដីវិញនៅពេលណាដែរនាងគ្រាន់តែចង់រស់នៅឲ្យបានសុខសប្បាយប៉ុណ្ណោះ
ភេសងហឺឈីងនឹងឧត្តមនាវីណៃកំដរនាងទៅមើលបន្ទប់នាងក៏បានសួរពីសុខភាពរបស់ខ្លួនថាឈីងឈីង ឃីមហៅលោកបែបនេះបានទេអំបញ្ញមិញលោកមើលទៅដូចជាមិនសូវស្រួលខ្លួន តើខ្ញុំមានជំងឺមែនទេបច្ចេកវិទ្យាអវកាសឥឡូវទំនើបណាស់បើខ្ញុំឈឺប្រកាសជាអាចជាបាលជីមិនខានបើមិនឈឺទេវាក៏ល្អសម្រាប់សុខភាពខ្ញុំដែរល្បិចតូចតាចរបស់វាងយូគឺមើលដឹងយ៉ាងច្បាស់សងហឺឈីងគិតថាគេចាប់ផ្ដើមសាំនឹងការប្រាស្រ័យទាក់ទងជាមួយនាងទៅហើយតែពេលនារីតូចម្នាក់នេះហៅឈ្មោះគេពីម៉ាត់នេះខួរក្បាលគេគៀងអោបមកសន្ទុះទុយទៅហើយសូម្បីតែប្រពន្ធខួរក្បាលសាប់និមិត្តក៏ចាប់អារម្មណ៍ពីអារម្មណ៍របស់ចាហ្វាយវាដែរពន្លឺពណ៌ខៀវប្រាក់បានចាំងកាត់ស្លឹកត្រចៀកដល់ស្លែករបស់គេធ្វើឲ្យស្បែកដែលឡើងក្រហមព្រឿងមើលទៅកាន់តែច្បាស់សងហឺឈីងឮសំឡេងខ្លួនឯងនិយាយរដាក់រដុបថាប្រកាសណាវាជាកិត្តិយសរបស់ឃ្លឹមអ្នកនាងវិនយូសុខភាពរបស់គឺល្អណាស់អ្នកគ្រាន់តែត្រូវការហាត់ប្រាណឲ្យបានច្រើនជាងនេះបន្តិចវិនយូគៀងមកសន្ទុះក្រោយពេលឮបែបនេះម៉ោងកីឡារបស់នាងត្រូវបានបោះបង់ចោលតាំងពីនៅវិទ្យាល័យមកម្ល៉េះនាងប្រហែលជាមិនអាចប៉ះពោបានទេក្នុងរយៈពេលខ្លីនេះឈប់ហៅឈុំថាអ្នកនាងនិងឈប់ប្រើពាក្យគូសំពេកតើមើវិនយូពិតជាហួសចិត្តនឹងភាពគូសំហួហេតុរបស់សុងហឺឈីងខ្លាំងណាស់នៅកន្លែងដែលឃីងរូតនៅមានតែមនុស្សមានឋានៈខ្ពង់ខ្ពស់មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេហៅថាឯកឧត្តមហើយពាក្យផ្លូវការគឺប្រើសម្រាប់តាចាស់ទុំឬអ្នកដែលគួរឲ្យគោរពប៉ុណ្ណោះសងហឺឈីងគឺជាមនុស្សតែម្នាក់គត់ដែលវិនយូអាចនិយាយលេងជាមួយតែគេបែរជាប្រើសុទ្ធតែពាក្យគួរសមរហូតរឿងនេះធ្វើឲ្យនាងមានអារម្មណ៍ថាមិនសូវស្រួលសោះអ្វីដែលវិនយូមិនបានដឹងនោះគឺដោយសារតែគេមិនធ្លាប់មានបទពិសោធន៍ទាក់ទងជាមួយមនុស្សស្រីតតែសោះសងហឺឈីងពិតជាបានប្រាស្រ័យទាក់ទងជាមួយនាងដោយប្រើក្រមសីលធម៌ដោយពេលគេនិយាយជាមួយមេកៅអញ្ចឹងឋានៈរបស់គេនៅក្នុងចក្រភពគឺខ្ពស់ខ្លាំងណាស់សូម្បីតែអធិរាជដែលទើបតែឡើងគ្រងរាជ្យក៏គ្មានឥទ្ធិពលធ្វើឲ្យគេបន្ទាបខ្លួនបែបនេះដែរសងហឺឈីងបានលួចក៏ចំណាំយ៉ាងស្ងៀមស្ងាត់នៅទំនៀមទម្លាប់នៅស្រុកកំណើតរបស់នារីតូចនេះភ្នែកដ៏ស្រស់ស្ងាត់របស់គេបិទពាក់កណ្ដាលបបោះមាត់ស្តាងញញឹមយ៉ាងមានក្តីសុខយល់ព្រមខ្ញុំយល់ហើយចុះហេតុថាយូជើវិនបានទេវីនូធ្លាប់បានពន្យល់គេពីមុនថាយូជើគឺមានរសជាតិផ្អែមជូរនិងជាផ្លែឈើមានទឹកដមឆ្ងាញ់ផ្អែកតាមការរៀបរាប់របស់នាងសុងហឺឈីងអាចដឹងយ៉ាងលឿនថាវាជាប្រភេទអាហារអ្វីលើភពជួយរាងមូលរបស់វាមើលទៅស្តៀងនឹងថ្ពាល់ប៉ោងតុនស្លេករបស់នាងតានារីតូចម្នាក់នេះមើលទៅគួរឲ្យខ្លាំងនិងទន់ភ្លន់ជាងឆ្ងាយណាស់ចំណែកឯឧត្តមនាវីណៃទ្វិញឥឡូវចាំមើលទៅអស់គ្នាកំពូលវីរបុរសសង្គ្រាមរបស់ចក្រភពពេលនេះកំពុងភ្លក់រសជាតិវិញជូរចត់คล้ายជាអ្នកកំដរគេជាលើកដំបូងក្នុងជីវិតហើយណៃតបានត្រឹមតែឈរមើលអ្នកទាំងពីរនោះពីមុខគេនិយាយគ្នាយ៉ាងសប្បាយរីករាយដោយអស់សង្ឃឹមគេមិនត្រឹមតែនិយាយចូលគេមិនចុះទេគេថែមទាំងស្ដាប់បញ្យល់ថាពួកគេកំពុងនិយាយពីអ្វីទៀតផងផ្លូវដើរដ៏ខ្លីពីផ្នែកពេទ្យទៅអន្តេវាសិកដ្ឋានដែលឧត្តមនាវីណៃធ្លាប់ដើររាប់មិនអស់បន្ទាប់ពីរងរបួសក្នុងសមរភូមិបែរជាមានអារម្មណ៍ថាយូខុសពីធម្មតានៅថ្ងៃនេះគេចង់ជូនដំណើរស្ត្រីតូចម្នាក់នេះទៅមើលបន្ទប់ស្នាក់នៅដោយផ្ទាល់ដៃតែគេខ្លាចថាមុខមាត់កាច់សាហាវរបស់គេនឹងធ្វើឲ្យនាងភ័យខ្លាចធ្វើឲ្យតែស្លាកស្នាមមិនបានកាត់បន្ថយភាពសង្ហារបស់គេហើយថែមទាំងជាប់ក្នុងបញ្ជីអ្នកមានមុខមាត់ស្រស់សង្ហាទាំង10ប្រចាំចក្រភពជារៀងរាល់ឆ្នាំក៏ដោយប៉ុន្តែពេលប្រឈមមុខនឹងមនុស្សស្រីដែលធ្លាប់តែមានក្នឹងក្តីស្រមៃឧត្តមនាវីណៃនៅតែមិនអាចទប់អារម្មណ៍តូចចិត្តនឹងខ្លួនឯងបានឡើយពេលអ្នកទាំង3ជិះចណ្ដាយយានផ្ទាល់ខ្លួនឡើងទៅជាន់កំពូលនៃមូលដ្ឋានពួកគេឃើញទីហ៊ានទីច្រើនកំពុងជញ្ជូនអ៊ីវ៉ាន់ចេញពីតំបន់នោះមើលទៅរៀងរញ៉េញ៉ៃបន្តិចផ្ទៃមុខដ៏សង្ហារបស់ឧត្តមនាវីណៃមើលទៅរៀងអៀងខ្មាក់ហើយគេក៏និយាយសំទោសជាភាសាជួយ៉ាងសុងហឺឈីងក៏ចូលមកសម្រាប់សម្រួលយ៉ាងរលូនកន្លែងរបស់លោកឧត្តមនាវីកំពុងរៀបចំនៅឡើយទេយូអាចទៅសម្រាកនៅបន្ទប់ឃីងសិនបានវាស្ថិតនៅជាប់គ្នានេះអាងភ្លាមនោះកូនសត្វរោមពណ៌មាសមួយក្បាលក៏ស្ទុះចេញមកយ៉ាងលឿនពីគំនោអីវ៉ាន់រួមរបស់វាភឿរលោងហើយវាធ្វើចលនាយ៉ាងស្រាលនិងរហ័សរហួនបំផុតកូនសត្វតូចនេះបានឈរឡើងដោយប្រើកញ្ញាំមឹកដ៏ទន់រលោងរបស់វាងើបមើលវិនយូហើយព្រិចភ្នែកមិចភ្នែកដ៏គួរឲ្យស្រឡាញ់របស់វាគឺភ្លឺថ្លានិងចាំងភ្លេកដូចជាកញ្ចក់ចម្រោះពណ៌ឃើញកូនតាតូចនេះទេខ្ញុំដឹងថាពួកយើងច្បាស់ជាចង់ស្ទាបវាហើយតាវិនយូមិនច្បាស់ថានាងត្រូវនឹងសត្វឬអត់ទេទើបនាងមិនហ៊ានប៉ះវាសោះកូនតោតូចបានសម្លឹងមើលវិនយូយ៉ាងភ្លេសដោយភ្នែកមូលក្លំរបស់វាពេលឃើញនាងគ្មានប្រតិកម្មវាបានលើកក្រញាំមុខមកខាងមុខប៉ែកគឺជារបស់នាងតិចដែលសារតែវាត្រូវបានចិញ្ចឹមក្នុងផ្ទះរហូតបាតក្រញាំទូចរបស់វាគឺមានពណ៌ផ្កាឈូកស្រាលនិងទន់មែនតែនការដែលវាឈួតកជើងនាងតិចបែរជាធ្វើឲ្យមានអារម្មណ៍ទន់ល្មួយនិងព្រឺសម្បូរទៅវិញវិញ្ញាណមិនអាចទប់អារម្មណ៍បានក៏ថយក្រោយបន្តិចសុងហឺឈីងជួនចិនចៅបន្តិចឬក៏បោះជំហានទៅមុខភ្លាមហើយស្ដីបន្ទោសនៃស៊ូតិច
គុំចេះតែពះវាពះកាកូនតៅពមៀហាក់ដូចជាใครគេខ្លាំងណាស់វាបានលោចូលទៅឈ្មោះដៃរបស់អត្តមនីវិន័យភ្លាមតែម្ដង ហើយតងខ្សែក្រវ៉ាត់ឯកសណ្ឋានយោធារបស់គេដើម្បីឡើងទៅលើវៀនយូងាកទៅមើលសងហឺឈីងគេកំពុងមានស្នាមញញឹមតិចៗលើមុខ បបួរមាត់របស់កែបាក់បន្តិចវាឈ្មោះណៃស៊ូវាជាកូនរបស់ឧត្តមនាវីណៃជាកូនតៅពមៀដ៏ស្រស់ស្អាតបំផុតហាកូន វិនយូភ្ញាក់អោខ្លាំងរហូតដល់បោភ្នែកធំតាំងនាងពិតជាមិនគួរឲ្យជឿសោះលោកឧត្តមនាវីមានប្រពន្ធហើយគេមានប្រពន្ធហើយតែនៅមករៀបចង់មិនទប់ទុកឲ្យខ្ញុំទៀតតើគេបានភាពក្លាហានមកពីណាក្នុងពិភពសាតែគ្រប់គ្រងដោយមនុស្សស្រីទង្វើបែបនេះប្រាកដជាធ្វើឲ្យគេបាត់បង់ជីវិតមិនខានដល់កន្លែងនេះអ្នកទាំងអស់គ្នាប្រាកដជាគិតដូចខ្ញុំហើយសុងហឺឈីងជ្រួញចិញ្ចើមមិនយល់តែក៏ឆ្លើយយ៉ាងម៉ឺងម៉ាត់ថាទេបុរសទាំង80,000លានអ្នកលើភពជួយយ៉ាងនេះគេគ្មានប្រពន្ធទាំងអស់គ្នា80,000លានអ្នក អ្នកទាំងអស់គ្នាតោះមកមើលរឿងដែលមានចំនួនមនុស្សស្រីតិចបំផុតសូម្បីខ្លួនប្រឡំលោកក៏មិនហ៊ានសរសេរអញ្ចឹងដែរវេនយូគៀងនិយាយឡើងចេញនាងចាប់ផ្ដើមចង់ដឹងខ្លាំងក៏សួរទៅគេថាតើនៅទីនេះមានមនុស្សស្រុកប្រមាណអ្នកទៅសុងហឺឈីងបំរុងតែក្រវីក្បាលហើយឆ្លើយថាគ្មានសោះនោះទេប៉ុន្តែនៅពេលដែលគេងើបមុខឡើងភ្នែករបស់គេក៏ភ្លឺផ្លែកគេបានលេខចង្អុលដៃដ៏ស្រលូនរបស់គេមួយឡើងមួយអ្នកវេនយូស្ទើរតែឆ្លក់ទឹកមាត់ខ្លួនឯងស្លាប់ទៅហើយតែម្នាក់គត់ឬតើខ្ញុំអាចជួបនាងបានទេ សុងហឺឈីងបានតែក្នុងនាងថ្នមជាច្រើនដងដើម្បីជួយឲ្យនាងដកដង្ហើមបានស្រួលវិញវ៉ែនយ៉ៅស្រាប់តែយល់នៃរបស់គេនាងចង្អុលមកកាន់ខ្លួនឯងលោកចង់មានន័យថាគឺខ្ញុំរឿងនេះឈួរតន់ហន់ហើយវាមិនមែន1ទល់នឹង50ឬ1ទល់នឹង100នោះទេតែវាគឺជាង1ទល់នឹង80,000លាននឹងតែម្ដងព្រះអើយពេលនេះនាងចង់ត្រឡប់ទៅផែនដីវិនភ្លាមតែម្ដងនាងចង់ទៅម្ចាស់ខ្លាំងណាស់ខ្ញុំអាចទទួលយកបានថាមនុស្សស្រីកំរៅមានតែបើមានតែម្នាក់ឯងបែបនេះវាហួសហេតុពេកហើយមិនចម្លែកទេដែលគេទុកនាងនៅមូលដ្ឋានយោធាពួកគេប្រហែលជាចង់យកនាងទៅធ្វើការស្រាវជ្រាវជីវគីមីមិនខានអង្គធាតុមានជីវិតអ្វីក៏អាចត្រូវគេខ្លួនបានដែរវាមិនមែនជាបញ្ហាទេសុងហឺឈីងខឹងទឹកមុខដល់ស្មុគស្មាញរបស់នាងគេក៏ដឹងភ្លាមថានាងកំពុងតែគិតអ្វីគេបានអង្អាសក់ដកទុនរលោងរបស់នាងយ៉ាងថ្នមស្នាមញញឹមដ៏ទន់ភ្លន់ផុតលើជ្រុងមាត់គេកុំខ្លាចអីភពជួយ៉ាងគឺជាសង្គមដែលមានតែបរិសុទ្ធតាំងពីបុរាណកាលមកម្ល៉េះដោយដែលនាងឃើញស្រាប់ហើយពួកយើងមានភាពស្ថិតស្ថេរសង្គមដំណើរការល្អណាស់ពួកយើងអាចបង្កើតកូនតាមរយៈបច្ចេកវិទ្យាសែនបានហើយក៏មានថ្នាំទប់អារម្មណ៍ដ៏ពូកែសម្រាប់រដូវកាលរគូរបស់ពួកអកែដែរនិយាយចំទៅពួកយើងពិតជាមិនត្រូវការមនុស្សស្រីនោះទេសុងហឺឆេងទម្លាក់ខ្សែភ្នែកសម្លឹងមើលនាងចំពន្លឺភ្លឹងពីលើចាំងទម្លុះរងភ្នែកដ៏វែងរបស់គេចូលទៅក្នុងរង្វង់ភ្នែកដ៏ខ្មៅយងឆាឆ្វេងនិងស្រស់ស្អាតដូចជាអាងទឹកដ៏ជ្រៅមួយអញ្ចឹងគេជ្រើសរើសពាក្យសម្ដីនិយាយយ៉ាងប្រុងប្រយ័ត្នវេនយ៉ូខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នាស្ដាប់កន្លែងនេះឲ្យច្បាស់ណានាងគឺជាអំណោយពីព្រះនិស្សិតសម្រាប់ពួកយើងនៅលើភពជូរយ៉ាងនេះសូមនៅទីនេះចុះពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជីវិតដ៏ល្អបំផុតដល់នាងគេបានស្ងាត់បន្តិចសម្ដីរបស់គេប្រែជាកំសត់ជាងមុនបន្តិចប្រសិនបើនាងនឹកស្រុកកំណើតខ្ញុំនឹងចំណាយគ្រប់យ៉ាងដើម្បីបញ្ជូននាងទៅផ្ទះវិញខ្ញុំអាចដឹងតាមរយៈសម្ដីនាងវាច្បាស់ជាប្រទេសដ៏ចំណាស់និងអស្ចារ្យមួយមិនខានភ្នែកដ៏ខ្មៅជ្រៅរបស់សុងហឺឈីងសម្លឹងចំទៅកាន់វេនយ៉ូសម្លេងរបស់គេញ័ររន្ធត់បន្តិចស្ទើរតែស្ដាប់មិនដឹងសំទោសដៃខ្ញុំសួរយ៉ូតានាងអាចប្រាប់ពីការសម្រេចចិត្តជាមុនបានទេក្នុងនាមជាអ្នកដែលឆ្លងកាត់ការអប់រំ9ឆ្នាំវេនយ៉ូបាននិយាយដោយមិនស្តាក់ស្ទើរថាខ្ញុំចង់ទៅផ្ទះវិញគុំអ្នកដ៏គួរឲ្យខ្លាចមួយបានផុសឡើងក្នុងក្បាលនាងហេតុអ្វីបានជាគ្មានមនុស្សស្រីនៅលើភពជូរយ៉ាងនេះតើពួកមនុស្សប្រុសសម្រាប់ពួកគេចោលអស់មែនទេកាលពីមុននៅកន្លែងដ៏ឆ្កួតនេះខ្ញុំនៅម្នាក់ឯងគ្មានអំណាចអ្វីទាំងអស់ហើយក៏ឃើញអ្វីអាចមកកម្រិតពួកមនុស្សប្រុសនៅទីនេះបានដែរខ្ញុំអាចនឹងត្រូវគេថ្នាក់ថ្នមដោយសត្វផេនដាឬអាចនឹងត្រូវគេធ្វើបាបដល់ស្លាប់នៅពេលណាមួយក៏ថាបានគេមិននឹកស្មានថានាងតូចចង់ចាក់ចេញខ្លាំងបែបនេះទេសុងហឺឈីងកាំងបន្តិចគេទម្លាក់រំភ្នែកដល់សាឡាលូនរបស់គេចុះសម្ដីរបស់គេមិនអាចលាក់បាំងភាពឯកោបានឡើយយល់ព្រមខំនឹងរកវិធីបញ្ជូននាងត្រឡប់ទៅផ្ទះវិញយ៉ៅដោយសារតែគេកំពុងតែពិបាកចិត្តគេមិនបានចាប់អារម្មណ៍ថាភ្នែករបស់វេនយោពោពេញដោយការប្រុងប្រយ័ត្ននិងភ័យស្លន់ស្លោឡើយដូច្នេះហើយទើបគេមិនបានពន្យល់ប្រាប់នាងច្បាស់អ្នកទាំងអស់គ្នាត្រូវតែដឹងពីរឿងពិតនៅពីក្រោយនេះសិនហេតុអ្វីបានជាគ្មានមនុស្សស្រីនៅលើភពជូរយ៉ាងនេះគឺជាប្រវត្តិសាស្ត្រដ៏អាម៉ាស់មួយដែលដកជាប់ក្នុងបេះដូងប្រជាជនគ្រប់រូបកាលពីមុនពេលយោធាពួកគេនៅខ្សោយ
ក្រមចៅអវកាសបានប្លន់យកមនុស្សស្រីរបស់ពួកគេអស់ជាង90%នៃពួកឱកាសបានបាក់ទឹកចិត្តយ៉ាងខ្លាំងនៅពេលនោះហើយបាត់បង់ស្មារតីទាំងស្រុងពួកមនុស្សប្រុសដែលមានស្មារតីល្អក៏មិនអាចបន្តភពបានដែរពួកអក៏ជួយយ៉ាងស្ទើរតែឈានដល់ការផុតពូជទៅហើយរហូតតទៅលោកវិជ្ជបណ្ឌិតកាមួយយ៉ាដ៏អស្ចារ្យបានបង្កើតថ្នាំទប់ស្មារតីមុនគេបង្អស់គល់សម្ព័ន្ធអក៏អាចរស់រានមានជីវិតបានហើយបន្តិចម្ដងក៏បានអភិវឌ្ឍរហូតមានភាពរុងរឿងដូចសពថ្ងៃនេះដោយសារតែពួកគេធ្លាប់ឆ្លងកាត់ការបំផ្លិចបំផ្លាញដ៏មហន្តរាយប្រជាជនជួយយ៉ាងក៏មានការរួបរวมគ្នាជាងបីណាទាំងអស់ពួកគេចង់នាំយកកូនចៅមនុស្សស្រីដែលត្រូវគេប្លន់កាលពីមុនត្រឡប់មកវិញប៉ុន្តែដោយសារបញ្ហាមនុស្សធម៌គេមិនដែលជិះបំបីពួកគេពីមិត្តរួមជាតិបច្ចុប្បន្នឡើយដូច្នេះហើយពួកគេតែងតែបញ្ជូនទូតអវកាសទៅសួរសុខទុក្ខពួកគេមនុស្សស្រីគឺជាធនធានដ៏កម្រនិងមានតម្លៃទូទាំងកាឡាក់ស៊ីគ្មានភពណាមួយសុខចិត្តបញ្ជូនមនុស្សស្រីទៅភពផ្សេងនោះទេដូច្នេះហើយទោះបីជាភពជូរយ៉ាងឈានមកគេផ្នែកបច្ចេកវិទ្យានិងយោធាក៏ដោយពួកគេនៅតែត្រូវភពផ្សេងរីគុណនិងសេះចំអកដដែលពួកគេត្រូវគេហៅថាជាពួកកំសត់ដែលត្រូវមនុស្សស្រីបោះបង់ចោលនិងជាពួកអ្នកចាញ់ដែលព្រះនៃសត្វសន្តោសប្រណីឲ្យកំឡោះសត្វក្រៀលដ៏ស្រស់សង្ហាគ្មានគូប្រៀបម្នាក់នេះមានទឹកមុខអស់សង្ឃឹមនិងទន់ខ្សោយយ៉ាងខ្លាំងវេនយោមានអារម្មណ៍អាណិតគេភ្លាមតែម្ដងទោះយ៉ាងណាក៏ដោយពេលនេះនាងក៏គ្មានផ្លូវអាចត្រឡប់ទៅផែនដីវិញបានដែរវេនយោក៏បាននិយាយលួងលោមគេដោយពាក្យសម្ដីលួងលោមដ៏ផែមល្ហែមថាឈីងតើលោកមិនចង់ឲ្យខ្ញុំនៅទីនេះទេឬដើម្បីកុំឲ្យនាងមានសម្ពាធផ្លូវចិត្តសុងហឺឈីងខំប្រាំងញញឹមប្រកាសជាមិនមែនទេខ្ញុំសង្ឃឹមថានាងអាចជួបជុំគ្រួសារនាងវិញក្នុងពេលឆាប់នេះយោឲ្យតែនាងមានក្តីសុខខ្ញុំក៏មានក្តីសុខដែរវ៉ែនយកក្រវីក្បាលថ្នមខ្ញុំគ្មានគ្រួសារទេខ្ញុំធំដឹងក្តីនៅមណ្ឌលកុមារកំព្រាតាមពិតទៅខ្ញុំមិនសូវជាចង់ត្រឡប់ទៅវិញប៉ុន្មានទេខ្ញុំអាចស្នាក់នៅទីនេះមួយរយៈសិនបានប៉ុន្តែអ្វីៗនៅទីនេះពិតជាប្លែកខ្លាំងណាស់ខ្ញុំពិបាកនឹងសម្របខ្លួនជាមួយទីនេះណាខ្ញុំគ្មានអ្នកណានិយាយជាមួយតទៅសោះក្រៅពីលោកមណាគុតសុងហឺឈីងនឹកស្មានមិនដល់ថាមនុស្សស្រីតូចដ៏គួរឲ្យស្រឡាញ់នឹងទុនខ្សោយម្នាក់នេះត្រូវឪពុកម្ដាយនាងបោះបង់ចោលសោះគេក៏បានចាប់កាន់ដៃដ៏ត្រជាក់ស្រីប្របានាងភ្លាមដោយអចេតនាសំតោនេះជាការធ្វើប្រហែសរបស់ខ្ញុំនឹងនិយាយលេងជាមួយនាងឲ្យបានញឹកញាប់ហើយខ្ញុំនឹងជួយនាងឲ្យសម្របខ្លួននឹងជីវិតនៅទីនេះមុនពេលយើងរកវិធីបញ្ជូននាងទៅផ្ទះវិញបញ្ហាទាំងអស់នេះនឹងត្រូវដោះស្រាយក្នុងពេលឆាប់ខ្ញុំសន្យាវ៉ែនយោមិនសូវយល់ថាសុងហឺឈីងចង់ដោះស្រាយបញ្ហាអ្វីនោះទេដៃរបស់នាងត្រូវបានកដោបដោយបាតដៃដ៏កក់ក្ដៅរបស់គេជឿខ្ញុំទៅអ្នកទាំងអស់គ្នានឹងលងស្រឡាញ់គូនេះមិនខាននាងទប់មុខក្រហមមិនបានក៏បញ្ញាប់បដូរប្រធានបទខ្ញុំហត់ហើយខ្ញុំចង់សម្រាកយោព្រមយោសុងហឺឈីងបាននាំនាងដើរទៅបន្ទប់ឥឡូវពួកយើងមកមើលឈុតនេះទាំងអស់គ្នាពេលពួកគេដើរកាត់ឧត្តមនាវីឯកណៃតៃកូនដុំរោមណៃសៀវនៅលើស្មារតីគាត់បានសម្លឹងឃើញឱកាសមួយវាបានធាក់ជើងទុយរបស់វាលោតទៅមុខយ៉ាងលឿនហើយក៏ធ្លាក់យ៉ាងស្អាតចូលទៅក្នុងរង្វង់ដៃរបស់វិនយូតែម្ដង